គ្នាខ្ញុំចង់ប្រាប់អ្នកទាំងគ្នាថារឿងអ្នកគ្រូពេទ្យចិត្តធនហ្នឹងប្រហែលជាមួយថ្ងៃទៀតបើយើងចាញ់ប្រហែលជាអាទិត្យក្រោយអ្នកទាំងគ្នាថ្ងៃច័ន្ទអាទិត្យក្រោយបើយើងចាញ់ព្រោះឲ្យមានបញ្ហាតួថតហើយនឹងបញ្ហាបច្ចេកទេសតិចតួចហើយណាមួយផុសទៅអត់សូវមានអ្នកគ្រប់គ្រងអ្នកទាំងគ្នាណាអញ្ចឹងខ្ញុំលើកដៃ10សូមដល់អ្នកទាំងគ្នាជួយគ្រប់គ្រងផងអ្នកទាំងគ្នាណាព្រោះអីក្រុមខ្ញុំថតនេះអត់មានធំណាស់មកថតទៅគឺមានតែទូចក្មេងៗទេគឺថាកាត់តអីមើលតាម YouTube ទាំងអស់សួរអីខ្ញុំអត់សូវចេះនឹងក្បួនអស់ហ្នឹងក៏ប៉ុន្តែខ្ញុំមើលតាម YouTube ទៅចេះបានគួរសមអញ្ចឹងអ្នកទាំងគ្នាណាក៏ប៉ុន្តែរឿងខ្ញុំថតនេះគឺរឿងខ្លីៗទេអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាជួយគ្រប់គ្រងផងអ្នកទាំងគ្នាណាពីព្រោះអីខ្ញុំថតនេះអត់ទាន់បានមួយខែចូល2ខែទេតែបានមួយខែកន្លះទេខ្ញុំថតនេះហ្នឹងអញ្ចឹងអ្នកទាំងគ្នាកុំភ្លេចជួយ Subscribe ហើយនឹងជួយតាមដានវីដេអូរឿងរបស់យើងអ្នកទាំងគ្នាណាព្រោះឥឡូវនេះគឺថាផុសទៅអត់សូវមានអ្នកមើលទេអញ្ចឹងរឿងហើយខ្ញុំក៏ចង់ប្រាប់ថារឿងអ្នកគ្រូពេទ្យចិត្តធនហ្នឹងតតែមួយថ្ងៃទៀតបានចេញថ្ងៃច័ន្ទបានចេញហើយមិន copy តាមគេ copy អីទេរឿងនេះគឺយើងហាត់សមអញ្ចឹងទៅហើយឬក៏យើងនឹកឃើញខ្លួនឯងទៅបានយើងថតទៅអញ្ចឹងណាអ្នកគ្នាណាហើយណាមួយគឺថាយើងអត់មានអាម៉ៅនេះអញ្ចឹងទៅពេលថតទៅស្ដាប់អត់សូវលឺអញ្ចឹងសូមកន្លែងបញ្ហានៅបន្តិចណាអ្នកគ្នាណាព្រោះអីយើងអត់មានលុយទិញទេហើយអញ្ចឹងទៅគឺថាយើងនិយាយទាំមាត់ទេក៏ប៉ុន្តែពេលខ្លះលឺខ្លាំងពេលខ្លះលឺតិចអញ្ចឹងទៅក៏ប៉ុន្តែអត់អីទេគឺថាយើងអាចសម្រួលបានឡើយហ្នឹងអ្នកគ្នាណាហើយខ្ញុំប្រាប់ខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺសូមឲ្យអ្នកទាំងគ្នាជួយ Subscribe ហើយនឹងជួយតាមដានឬក៏ឲ្យមេដៃក្រុមថតរបស់ខ្ញុំផងអ្នកទាំងគ្នាហើយចំពោះក្រុមថតវិញគឺមានតែមួយអ្នកទេគឺមានក្រុមថតគឺមាន6នាក់ហ្នឹងអ្នកទាំងគ្នាអើយអត់សូវមានច្រើនអ្នកទេហើយថ្ងៃស្អែកបានយើងបានចេញរឿងអ្នកទាំងគ្នាថ្ងៃនេះបានចេញរឿងណាចាំស្អែកចាំខ្ញុំចេញរឿងឲ្យមើលហើយពេលខ្លះខ្ញុំឃើញក្រុមខ្ញុំអត់បានចេញអញ្ចឹងមិនមែនខ្ញុំមិនបានចេញរឿងទេគឺអត់ទូរស័ព្ទអត់មានលុយនេះទូរស័ព្ទមានលុយបានខ្ញុំបានចេញអ្នកទាំងគ្នានេះអញ្ចឹងខ្ញុំដូចជាអត់មានរឿងអីច្រើនទេខ្ញុំមានតែប៉ុណ្ណឹងក៏ប៉ុន្តែខ្ញុំសុំមែនតើអ្នកទាំងគ្នាណាព្រោះអីក្រុមខ្ញុំនេះអត់ល្បីទេអញ្ចឹងក៏ខ្ញុំថតនេះគឺខ្ញុំថតកំសាន្តលេងទៅណាអត់ល្បីដូចក្រុមគេទេក្រុមខ្ញុំគឺថាក្រុមខ្ញុំគឺថាអត់មានល្បីទេគឺថាបានមែន10 Subscribe ហ្នឹងអញ្ចឹងហើយខ្ញុំរាល់ថ្ងៃហ្នឹងខ្ញុំទៅរៀនទី7ទេហើយបើអ្នកថតមួយទៀតរៀនទី8បើអ្នកថតផ្សេងទៀតរៀនទីបងប្អូនទូចនោះអ្នកនរគ្នាប្រហែលជាឃើញច្រើនជាងគេហើយគាត់រៀនទីបន្តីហើយបើអូន2នាក់នោះប្រុសនោះគឺគាត់រៀនទី5ហើយបើអូនមួយទៀតស្រីដែរនោះគាត់រៀនតែរៀងទូចឯងគាត់រៀនទី3ហើយបើអូនមួយទៀតនោះគឺគាត់រៀនទី7ដូចមួយខ្ញុំដែរចឹងក្រុមយើងអត់មានអ្នកណាធំអ្នកណានេះទេអត់មានទេគឺថាយើងថតស្មាត់ដែរស្មាត់ជើងគ្នាហ្មងអ្នកគ្នាណាហើយណាមួយទៀតពួកខ្ញុំនៅក្មេងៗពួកខ្ញុំអត់សូវចេះកាត់តកាត់អីទេហើយពេលខ្លះអ្នកនរគ្នាមើលទៅក៏រៀងចាំផ្នែកដែរក៏ប៉ុន្តែខ្ញុំអត់ដឹងថាត្រូវថតរឿងអីចឹងរឿងភាគមានទៀតទេអ្នកនរគ្នាណាអ្នកចង់បានតាមដានរឿងភាគគឺរឿងគ្រូពេទ្យចិត្តធម៌ប្រកាសយើងឥឡូវប្រហែលតិចចង់គ្រូពេទ្យចិត្តធម៌ប្រហែលជាដល់ភាគ10មែនទេយើងចាប់ឲ្យដល់មកយើងថតរឿងបុរាណខ្ញុំប្រាប់អ្នកនរគ្នាហើយហើយចំពោះរឿងដែលខ្ញុំថតមិនគេគឺរឿងលក់បុកល្ហុងខ្យងហ្នឹងគឺថាជប់ជាងគេក៏ប៉ុន្តែវាមិនដល់ 1k ដល់អីទេដល់គ្នាគឺត្រឹម80 view ហើយរឿងបុរាណដែលខ្ញុំថតមុននេះគឺរឿងខ្សែរាជវង្សតិចទៀតយើងថតរឿងគ្រូពេទ្យចិត្តធម៌ហើយចប់ហើយបាទយើងថតរឿងបុរាណណាដល់គ្នាអញ្ចឹងជាចុងក្រោយគឺខ្ញុំបញ្ជាក់ម្ដងទៀតគឺថាបងប្អូនកុំភ្លេចជួយ Subscribe ហើយនឹងជួយតាមដាននឹងឲ្យមេដៃក្រុមខ្ញុំផងព្រោះក្រុមខ្ញុំអត់ល្បីទេអញ្ចឹងមានតែខ្ញុំស្នើសុំហើយមួយទៀតគឺខ្ញុំ
chẳng prap than chia tha krom nhom nó cứ chăm thọ đặc biệt chẳng màn ấy tê cứ tha krom thọ nó là bay cầm san tê nó là kia đó hai nhom ở prap trên video này cứ để xa ấy cứ nhom prap chẳng prap tha ngày nó cứ dừng ở ban trên đường thọ tê chẳng cá cứ nhom xong chừng điện lên là ở kia bye bye